ប្រិមត្តទស្សនិកជននៅវគ្គនេះលោកអ្នកនឹងបានទស្សនាព័ត៌មានសន្តិសុខសង្គមវិញម្ដងយើងផ្ដើមនៅករណីចរាចរណ៍ដំបងប្រិមត្តទស្សនិកជននៅក្នុងនោះបរិះ2នាក់គឺជិះម៉ូតូដប់គ្នាក្នុងល្បឿនលឿនវាយចែងហើយជ្រុលទៅបុករថយន្តបើកទិសដៅបញ្ច្រាស់ទិសគ្នាហើយទៅបុកនឹងកង់3ដៀមមួយគ្រឿងទៀតបណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតនឹងគឺរងរបួសធ្ងន់បរិះម្នាក់បានស្លាប់ភ្លាមហើយអ្នករួមដំណើរមួយទៀតនឹងគឺបានរងរបួសធ្ងន់ហើយត្រូវបានយកទៅសង្គ្រោះបន្ទាន់ភ្លាមដែរក្រោយជិះម៉ូតូដប់គ្នាលឿនវាចែងហើយទៅបុករថយន្តហើយទៅបុកកង់3ឥណ្ឌាទៀតរឿងរ៉ាវចរាចរណ៍នេះបានកើតឡើងនៅម៉ោង 8:30 នាទីយប់ថ្ងៃទី4មិថុនាឆ្នាំ2026នៅលើផ្លូវជាតិលេខ4សង្កាត់កន្ទោកខណ្ឌកំបូររាជធានីភ្នំពេញបើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានដឹងថានៅមុនគេពេលកើតហេតុគេឃើញបរិះ2នាក់ជិះម៉ូតូម៉ាក Honda Dream សង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វ័យរៀង 1E1425 ដប់គ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ4ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើហ្នឹងក៏បានឡើងវាយចែងឆ្លងកន្លងផ្លូវជ្រុលទៅបុករថយន្តម៉ាកលេខ CRX 300 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2D3508 ចំពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូហ្នឹងក៏ជ្រុលទៅបុកកង់3ឥណ្ឌាមួយគ្រឿងទៀតដែលធ្វើដំណើរនៅពីមុខហ្នឹងរងការខូចខាតយ៉ាងដំណំហើយភាគីខាងម៉ូតូដួលអស់ទៅមុខជាច្រើនម៉ែត្រដែលធ្វើឲ្យបរិះម្នាក់ស្លាប់និងម្នាក់ទៀតហ្នឹងគឺរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ហើយបន្ទាប់ពីការហេតុអាជ្ញាធរក៏មកវាស់វែងយកម៉ូតូរថយន្តកង់3ទៅរក្សាទុកបណ្ដោះអាសន្នរងចាំដោះស្រាយគ្នាពេលក្រោយបាទស្ថានភាពនេះគឺប្រកាសជាលឿនព្រោះឃើញកង់ម៉ូតូមួយហ្នឹងខ្នងឡើងវាចបោចូលគ្នាអស់ទៅហើយនៅពេលរាត្រីសូមរថយន្តក្តីម៉ូតូក្តីសូមប្រកាសថាល្បឿនរបស់យើងហ្វ្រាំងយើងអាចទប់ជាប់ស្មារតីរបស់យើងនៅនឹងចង្កូតចូលរួមសោកស្ដាយផងដែរយើងមកមើលករណីមួយផ្សេងទៀតបរិះម្នាក់ឯនេះវិញក៏ជិះម៉ូតូលឿនដែរបាទក៏ទៅបុកនឹងរមាក់ដឹកតកកបាទពីក្រោយដែលកំពុងតែឈប់ដាក់កកនឹងឲ្យមួយហើយគ្រោះថ្នាក់នេះដល់ថ្នាក់បាត់បង់អាយុជីវិតទៀតផងបរិះម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកបាទគឺថាពីក្រោយនៃរមាក់សណ្ដោងរមាក់នេះដឹកតកកកំពុងតែឈប់ដាក់តកកនឹងឲ្យមួយគាត់ហេតុការណ៍នេះគឺកើតឡើងនៅម៉ោង 7:30 នាទីយប់មកឃើញថាថ្ងៃទី4មិថុនា2026កន្លងទៅនេះស្ថិតនៅលើផ្លូវ Tiger ក្នុងសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគឺឃើញម៉ូតូសណ្ដោងរមាក់ដឹកតកកមួយគ្រឿងកំពុងតែឈប់ដាក់តកកឲ្យមួយរបស់គាត់ដោយសັບដងឲ្យម៉ូតូនៅលើដងផ្លូវនៃផ្លូវទៅកាន់រោងចក្រស្រាបៀរ Tiger ហើយភ្លាមនោះដែរស្រាប់តែគេឃើញបរិះរងគ្រោះជិះម៉ូតូម៉ាក Honda PCX ពណ៌សមួយគ្រឿងដែលមានស្លាកលេខកណ្ដាល 1W2158 គាត់ជិះម្នាក់ឯងទេធ្វើដំណើរតាមបណ្ដោយផ្លូវស្រាបៀរ Tiger បាទទិសដៅពីត្បូងពីជើងទៅត្បូងគឺលឿនខ្លាំងណាស់បាទគឺគេឃើញណាគឺគាត់បើកម៉ូតូលឿនហើយលុះទៅដល់ចំណុចកើតហេតុក៏វាក់មិនដឹងក៏រេចង្កូតម៉ូតូនោះទៅបុកពីក្រោយរមាក់ចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យគាត់ជាអ្នកជិះម៉ូតូនោះដួលបោកក្បាលស្លាប់ភ្លាមនៅទីតាំងកើតហេតុចំណែកម្ចាស់ម៉ូតូសណ្ដោងរមាក់ដឹកតកកគាត់ភ័យដែរបាទភ្លាមនឹងធ្វើម៉េចទេកិច្ចខ្លួនសិនហើយបាទនៅពេលនេះហើយរងចាំដោះស្រាយរកខុសរកត្រូវនៅពេលក្រោយទៀតក្រោយពេលកើតហេតុសមាជិកមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះទៅវាស់វែងស្ទូចយករថយន្តសំទោសស្ទូចយកម៉ូតូនិងរមាក់ទៅរក្សាទុកសិននៅអធិការខណ្ឌច្បារអំពៅរងចាំឲ្យភាគីពាក់ព័ន្ធគឺចូលខ្លួនមកដោះស្រាយដូច្នេះសមាជិកប្រកាសជាការវិនិច្ឆ័យឲ្យបានត្រឹមត្រូវពីព្រោះថាគ្រោះថ្នាក់ខ្លះមិនបណ្ដាលមកពីសិទ្ធិអ្នកធំសិទ្ធិអ្នកខុសទេហើយផ្លូវនេះទំនោរជាមានកាមេរ៉ាសុវត្ថិភាពទៀតផងមានតាមិនឃើញច្បាស់ចេះគាត់លឿនមែនតើលឿនខ្លាំងណាស់បាទចូលរួមសោកស្ដាយហើយតាមរយៈព័ត៌មាននេះក៏សូមបង្កើនការប្រុងប្រយ័ត្នសម្រាប់បងប្អូនធ្វើដំណើរគ្រប់គ្នាប្រិមត្តទស្សនិកជនចំណែកឯនគរបាលខាត់ខ្លួនបរិះ2នាក់នៅលើដំបូលផ្ទះយកកំភ្លើងដេញភ្ជុំគ្នាអូយចាបរិះ2នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅមួយគឺខាត់ខ្លួននៅលើដំបូលផ្ទះ
មួយកន្លែងបន្ទាប់ពីប្រជាពលរដ្ឋរីកាថាមានកាភ្លើងខ្លីចាចុះគាត់ឃើញដេញជុំគ្នាមើលឲ្យកាន់កាភ្លើងខ្លីគាត់ខ្លាចមែនតើណាចាហេតុការណ៍នេះបានកើតឡើងនៅម៉ោង 4 រសៀលថ្ងៃទី 3 មិថុនាឆ្នាំ 2026 នៅលើដំបូលផ្ទះមួយកន្លែងក្នុងភូមិតាពាំងថ្លឹង1សង្កាត់ចោមចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជនសង្ស័យទី 1 ឈ្មោះលីគួរភេទប្រុសអាយុ18ឆ្នាំទី 2 ឈ្មោះឌីដុនភេទប្រុសអាយុ18ឆ្នាំហើយពួកគេទាំងពីរនាក់ហ្នឹងមានទីលំនៅនៅផ្ទះជួលកន្លែងកើតហេតុខាងលើហ្នឹងតាមព័ត៌មានដឹងថានៅមុនពេលកើតហេតុគេឃើញបរិសុទ្ធ2នាក់នៅលើដំបូលផ្ទះប្រជាពលរដ្ឋនៅមានសៀតកំភ្លើងខ្លីហើយព្រមទាំងដេញជុំគ្នាដោយមានការសង្ស័យប្រជាពលរដ្ឋរាយការណ៍ទៅសមាជិកមូលដ្ឋានដើម្បីអន្តរាគមន៍ក្រោយពីទទួលបានព័ត៌មានលោកអនុសេនីយ៍ឯកសាយចម្រើននាយប៉ុស្តិ៍នគរបាលចោមចៅទី 1បានដឹកនាំកម្លាំងចុះទៅធ្វើការឃ្វាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះព្រមទាំងដកហូតកាភ្លើងខ្លីកាភ្លើងជ័រទេតែសេចជនកាភ្លើងជ័របានតែលេងក៏ខុសតំណងដែរខុសតំណងអាហ្នឹងបង្កហានិភ័យទៅដល់ប្រជាពលរដ្ឋក្បែរខាងគាត់បារម្ភដែរអញ្ចឹងឥឡូវនេះជនសង្ស័យត្រូវបានសមត្ថកិច្ចក៏សារសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ការចាត់វាដូចថាវាបជាមកថាវាលយមានអាភ្លើងសៀតចកេះហ្នឹងលយបាទអញ្ចឹងពិតក៏ដោយខ្លាំងខ្លាយក៏ដោយការលេងកំភ្លើងនេះមិនមែនជារូបភាពល្អទេបាទសមាជិកត្រូវតែហាមឃាត់ហើយជៀសវាងបងប្អូនយើងដែលទស្សនាទាំងអស់គ្នាយើងមកចាប់អារម្មណ៍រឿងរ៉ាវផ្សេងទៀតទៅកាន់ក្លឹបអេស៊ូមអេស៊ូមនេះដូចជាល្បីប្រមាណមួយរយៈមុនណាឥឡូវនេះក៏មានហេតុការណ៍គួរឲ្យលើកមកក៏ជំរាបជូនផងដែរសមាជិកចំណេះវិញបានឃាត់ខ្លួនក្មេងទំនើង5នាក់ក្រោយធ្វើសកម្មភាពវាយតប់គ្នាមុខក្លឹបអេស៊ូមហ្នឹងបាទក្រុមក្មេងទំនើងពួកគេមានគ្នា5នាក់ត្រូវបានសមាជិកឃាត់ខ្លួនក្រោយពេលចូលទៅរួមលេងនៅក្នុងក្លឹបអេស៊ូមនេះហើយបង្កបញ្ហាឌឺដងវាយតប់គ្នាហើយយកពូថៅគប់កម្លាំងសមាជិកថែមទៀតផងដូចជាមានការជជែកវិញ្ញាច្រើននៅក្នុងមួយคลิปមិញនេះដោយសារតែបងប្អូនដឹងទេបណ្ដាញសង្គមបងប្អូនឃើញតែមួយជ្រុងឯងតម្រាំសមាជិកវាយហ្នឹងនេះតើមានរូបភាពនេះឃើញទេចាឡងវិញសមាជិកដែរណាបាទអញ្ចឹងសូមឲ្យមហាជនដែលជាអ្នកបញ្ចេញមតិយើងឃើញតែមួយផ្លេតហ្នឹងកុំទាន់សន្និដ្ឋានព្រោះថារូបភាពដែលគេឲ្យឃើញគេឲ្យតែជ្រុងដែលយើងបានឃើញចុះនៅជ្រុងដែលយើងអត់ទាន់បានឃើញនោះអញ្ចឹងយើងកុំទាន់សន្និដ្ឋានកុំទាន់វិនិច្ឆ័យទេដៃឃើញមកថៅហ្នឹងនេះដែលត្រូវមកមុខសុខភាពនេះនៃការមកថៅហ្នឹងគប់សមាជិកក៏មិនណយដែរណាបាទអញ្ចឹងយើងអត់កាន់ជើងខាងណាទេយើងពិចារណាទៅតាមហេតុទៅតាមបច្ច័យហេតុការណ៍ខាងលើនេះកើតឡើងនៅម៉ោង 12:50 នាទីរំលងអាត្រៀតឈានចូលថ្ងៃទី 3 មិថុនា 2026ស្ថិតនៅលើផ្លូវវែងស្រេងសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានដឹងថាមុនពេលកើតហេតុក្រុមក្មេងទំនើងពួកគេនេះមានគ្នាពីរក្រុមបាននាំគ្នាចូលទៅរួមនៅក្នុងក្លឹបអេស៊ូមក្រោយមកក៏ប្រហែលជានៅខាងក្នុងឌឺដងដាក់គ្នាបាទអញ្ចឹងក្លឹបហាក់ដូចជាអេស៊ូមនេះមិនមែនថាក្លឹបហ្នឹងអូខេគាត់ប្រកាសជាមានអាជ្ញាប័ណ្ណហើយប៉ុន្តែខ្ញុំបានសង្កេតឃើញថាតាមរូបភាពបែកធ្លាយឃើញក្មេងៗរួមនឹងហាក់ដូចជាចង់ឲ្យមកខាងទៀតហ្នឹងគឺខឹងខ្លួនយ៉ាងឌឺដាក់គ្នាហើយគួបផ្សំជាមួយក្បាច់រួមឥឡូវនៃនាងរតនាគេហៅបែកស្លុយយ៉ាងម៉េចនោះអញ្ចឹងអ្នកដែលល្មមទប់អារម្មណ៍បានដែរហ្នឹងបើរួមចេញមកចងាយចងាងណាអញ្ចឹងមិនដឹងថាតើ trend របស់ចិនថាចិន Z ទេចិន Alpha នេះបាទចិន Alpha ឬក៏ចិន Z នេះហើយអញ្ចឹងក្បាច់រួមទៀតក៏តាក់ទាញហើយចូលស្រាចូលខ្លួនទៀតឌឺដងឲ្យភាគីម្ខាងទៀតអញ្ចឹងប្រកាសជាចង់ខឹងគ្នាគុំគ្នាអញ្ចឹងដាក់គ្នាមកប្រាវទៅក្រោយពេលហ្នឹងគឺសមាជិកក្រោយមកក៏ចំនួនពាក្យសម្ដីបានកើតឡើងផ្ទុះដល់ប្រាវអំពើហិង្សាភ្លាមៗនោះសមាជិកខណ្ឌពោធិ៍សែនជ័យបានចុះទៅដល់ត្រូវក្រុមក្មេងទំនើងហ្នឹងគឺទាញបថៅគប់ក្នុងរូបភាពមិនចាប់បានតែបើចាប់អត់បានសមាជិកពិបាកបកស្រាយតិចហើយសំណាងល្អចេះមានកាមេរ៉ាថតឃើញគប់បថៅហ្នឹងណាបាទតែអត់មិនមានរងរបួសអីទេក្រោយពេលកើតហេតុសមាជិកខត់ខ្លួនក្មេងទំនើងទាំងអស់ហ្នឹងបាន5នាក់យកទៅបាទអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាទចាត់ការទៅតាមនីតិវិធីបាក់ភ្នែកមើលប្រិយមិត្តទស្សនិកជនចារឿងរ៉ាវមួយរថយន្ត Ford បុកគោមេមួយក្បាលដើរឆ្លងផ្លូវហើយចុះម្ចាស់នៅណាគោហ្នឹងគឺបណ្ដាលឲ្យងាប់ហើយរថយន្តជ្រុលឡើងសួនច្បារពុះចៃទុំផ្លូវអញ្ចឹងបានថាបងប្អូនដែលចិញ្ចឹមគោប្រុងប្រយ័ត្ននេះនៅភ្នំពេញណានៅភ្នំពេញចារថយន្ត Ford Ranger XLT មួយគ្រឿងបុកគោផើមួយក្បាលដែលកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យប៉ើងជាង10ម៉ែត្រងាប់នៅនឹងកន្លែងហើយរថយន្តបានជ្រុលឡើងទៅសួនច្បារពុះចៃទុំផ្លូវបើផ្ទប់ទៅនឹងបង្គោលស្លាកប៉ាណូមួយដើម
hai ca ní ban cả lá nó máu pram một phẩy pram để ti là nghe ngày ti buôn vi thuná năm pi pon một phẩy pram mối nơi lơ mà hà vị thầy si chân pính chất phượng stop watt cục sát phum cục sátสังกัด phượng chạy tế khăn cầm bô đi từ nị phnom penh đài rồi dân một kêu đạiการmiền kruh th나 4Ranger HLT ปอซอแปะสาเลพนมเป้งปีบีเค3 5 20บากบอดได้บรอปุ่มสกอตตัดสัญญาณตามสะไซนมนเปการให้รถยนต์มาเครื่องหันเลือนั่งเพื่อดำน้ำไปเชิงแต่ตะโบงให้ดอจำนวนตรองการให้บกเมโกพาหมกขบ้ากับปงดาวฉลองเพลิงเนมหาวิทยาลัยซีเจนปินนั่งขนมตือดาวปีการตะเล็กเป็นกำพังตามบดองจังกบนาลอยโกนั่นคือสลับเพลียมเนนังกลางการให้ไทยรถยนต์โรงกาโคตรขาดไอ้สำนักมันมีกรุธนาดอมมนุษย์นะปันใต้เนี่ยจังอย่าทำมาจ้าnơi nè hay mà đòi cô đào chẳng lời Xi Jinping ní miền cô đào khoanh khót lão chẳng chẳngสมัยcách mùa then số người ta này nom loไปชีประวัติในที่นู้côจะบับมินจำนองใบจำนวนม้วนไทยมันตัวน้อยแต่บกกูมาจากกูมาโรคเรือมาจากลานที่นะการม้วนเลยตามสูตรชบ้าจำจากลานสูโรคมาจากกูไว้เนี่ยแบบจังมาการปรองวิญญาณต่อนี้พี่เป็นเซตได้ยืนจะจำบางปนยืนมองมือการในสแกมบันโตตือเตี้ยปริมิดนโกบาลอันโตประเวบันโตบันเด่งแบบจุนเชียดเวียดนามจำนวนมวยโรยไปสับเนะเปียปอนแต่นังการในชอบอกตามประปอนไปใจวิเชียลุยเละสนะนื้อทั่วการเงียเขาฉบับในขนมโปรตีกัมพูชีแบบจุนเชียดเวียดนามมาโรยไปสับเนะตระบานกำลังอาเกนอยู่กับแทนอันโตประเวบันเด่งเจนปีกัมพูชีหายปุเกเปียปอนแต่นังการในชอบอกตามประปอนไปใจกับวิเชียออนไลน์สเกมหนึ่งสนะนื้อทั่วการโดยเขาฉบับตามอาเกนอยู่กับแทนอันโตประเวบานในดังแทนในไงบุญมีถนนกลองตื้อแบบอนุวัตแต้มอนุสาดพวงพัวแอดอมพิสันเตบันเด็ดอุปนิรัตมันตรีรถมันตรีกระทรวงมหาดไทยแอดอมสันเตบันเด็ดหนึ่งธนาดักนอมกระทรวงมหาดไทยแอดอมสนัยไอซกเวียสแนอาเกนยุอันโตประเวบานในนอมเอามาคือในยุคแทนเสือบังเกตดังอนุวัตในเตวิธีสหการจมูกหนึ่งแข้งเพียกีเวียดนามแบนเพื่อแกบันเด้งจนเชียดเวียดนามจำนวนสรบมวยร้อย8สับเนะใส่6สับเนะเจนปีตึกใดในประเทศจีนในจากกัมพูชีบาแตมปนโกบาลโจทวีปรมแดนอันตรายเปรแจในแคดกัมพูชเปียปอนแต่นังการในชอบบอกบาคือออนไลน์สเกมนังการในลุยสนะนึกทั่วการขอฉบับแต่มาแก้นโยกแทนนันโตประเวศบาในดังเทียแท้การบันเด้งจนชีดเวียดนามแต่งออนนี้คือจีแกอันวอแต้มวิธีในการฉบับอย่างเมืองมัดระบบสำนักเธอประเดี๋ยวคนมาแนทหนึ่งการตัวดักนอมดำรังตื้ออย่างมุดมอมบ่มพอดแอดอมอภิสันเตบันเดซอสแค่อุปนิรัตมันตรีกระทรวงมหาดไทยขนมเก๊กขัดคอมปรังแปรงบอสมแอดแบบหนึ่งลูกบอมบัดอุกฤษกรรมแบบเคยแทตามประปอนออนไลน์สเกมนี่การมีแล้วในขนมตึกได้ประเทศกัมพูชีนั่นคือถ้วยนักไอออแต่มาดองดังใบถิ่นนี้แบบแกเปียสวัสดิภาพจูนประชีปรวดในขนมดับบอลหนึ่งสกอลูกโดยมีการเลือกเล่นตีจีพิเศษดับบอลเมคลาวได้ในปีกร้อยก็โดยจีการช่วยสังครุดอลจุนดวงครุได้เติมเมคลาวบอกบัญชาเอาធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាពនិងអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញយើងមកទស្សនាករណីគីភ័យវិញទស្សនិកជនគឺគីភ័យឆាប់ឆេះរោងចក្រផលិតចាននិងប្រអប់បាយស្នោយ៉ាងសន្ធោសន្ធៅនៅខាងខណ្ឌដង្កោរោងចក្រផលិតចាននិងប្រអប់ស្នោចាគឺបាយស្នោមកកន្លែងហ្នឹងត្រូវបានគីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅផ្សាយហុយខ្មួលខ្មាញ់ទៅលើអាកាសអស់ប្រមាណជាង1ម៉ោងម្ដាយរោងការខូចខាតស្ទើរទាំងស្រុងហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅម៉ោង 16:10 នាទីល្ងាចថ្ងៃទី 4 មិថុនាឆ្នាំ 2026 នៅទីតាំងរោងចក្រដែលស្ថិតនៅភូមិតាពាំងសាឡាសង្កាត់ទៀនខណ្ឌដង្កោរាជធានីភ្នំពេញតាមរបាយការណ៍របស់នគរបាលការិយាល័យបង្ការប្រតិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹងថានៅក្នុងហេតុការណ៍នេះរថយន្តប្រតិភ័យទៅអន្តរាគមន៍បាញ់ពលុតចំនួន25គ្រឿងដែលក្នុងនោះរថយន្តការិយាល័យអគ្គិភ័យចំនួន18គ្រឿងចាឆេះខ្លាំងប្រើប្រាស់ទឹកអស់ច្រើនណា36ឡានស្មើនឹង216ម៉ែត្រគីបហើយរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ4គ្រឿងប្រើទឹកអស់3ឡានហើយរថយន្តអគ្គិភ័យបរិយាពេញហួត2គ្រឿងប្រើប្រាស់ទឹកអស់2ឡានរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា1គ្រឿងប្រើប្រាស់ទឹកអស់1ឡានស្មើនឹង6ម៉ែត្រគីបហើយភ្លើងនឹងក៏បានរលត់ទៅវិញនៅម៉ោង 17:30 នាទីល្ងាចថ្ងៃខែឆ្នាំដដែលនឹងដែរតាមនគរបាលដឹងថាអគ្គិភ័យនេះ
បណ្ដាលឲ្យសំណង់រោងចក្រធ្វើពីដែកប្រក់ស័ង្កសី5ទំហំ 5000 ម៉ែត្រការ៉េកន្លះហិកតាត្រូវបានភ្លើងឆេះរងការខូចខាតប្រមាណ 80% រួមនឹងសម្ភារៈចាមានម៉ាស៊ីនទាញស្នោមួយគ្រឿងចានស្នោផលិតចំនួន 40000 បេចាគឺមួយបេមាន 700 ចានហើយនឹងស្នោមិនទាន់ផលិតចំនួន 400 ដុំទោះបីជាយ៉ាងណាគេពុំដឹងពីទំហំនៃការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណទេប៉ុន្តែមូលហេតុនៃការកើតមានអគ្គិភ័យនេះគេក៏មិនទាន់ដឹងនៅឡើយដែរកំពុងតែធ្វើការស្រាវជ្រាវក៏ប៉ុន្តែដាក់ការសន្និដ្ឋានដំបូងសង្ស័យឆ្លងចរន្តអគ្គិសនីនឹងឯងចាយើងមកកាន់ខេត្តកំពង់ស្ពឺជាបន្តទៀតបើគណៈបញ្ជាការឯកភាពខេត្តមួយនេះចុះធ្វើរដ្ឋបាលនៅសន្តាគារមួយឈ្មោះថា Yifeng Hotel ឃាត់ខ្លួនជនជាតិចិនបានជាង20នាក់ដោយបានការណែនាំដល់ពងពោះពីឯកឧត្តមនាយឧត្តមសេនីយ៍សូថេតអគ្គស្នងការនគរបាលជាតិឯកឧត្តមបណ្ឌិតបាជាមច័ន្ទសុភ័ណ្ឌអភិបាលគណៈអភិបាលខេត្តកំពង់ស្ពឺដំស្នេតូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រីធៀមច័ន្ទពីលីកាជាបរិយាអាជ្ញារងខេត្តកំពង់ស្ពឺបានចុះធ្វើរដ្ឋបាលដោយកម្លាំងគណៈបញ្ជាការឯកភាពបើខេត្តចូលរួមនៅថ្ងៃពុធ3មិថុនាកន្លងទៅត្រង់ចំណុចបាទទីតាំងសន្តាគារ Yifeng Hotel បាទក្នុងផ្លូវជាតិលេខ3សង្កាត់បង្គោលសំទោសចន្លោះបង្គោលគីឡូម៉ែត្រលេខបាទគឺ6566ស្ថិតនៅក្នុងភូមិត្រពាំងឈូកឃុំបាពូអង្គរងស្រុកបោសែតខេត្តកំពង់ស្ពឺនគរបាលខេត្តបានឲ្យដឹងថាជាលទ្ធផលទីតាំងសន្តាគារមានបន្ទប់ចំនួន125បន្ទប់ហើយមានជនជាតិចិន25នាក់ក្នុងនោះមានស្រី2នាក់កំពុងស្នាក់នៅដោយកម្លាំងសមត្ថកិច្ចរកឃើញថាមានវត្ថុតាំងម៉ាស៊ីនលេងល្បែងស៊ីសងខុសច្បាប់ម៉ាជាងបាទបៀសន្លឹកចំនួន38ហ៊ូកៅអីចំនួន8គ្រាប់ម៉ាជាងមួយចំនួនធំនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងទៀតថាចំពោះវត្ថុតាងរួមជាមួយនឹងក្រុមជនសង្ស័យពាក់ព័ន្ធទាំងអស់បានបញ្ជូនមកកាន់បាទស្នងការនគរបាលខេត្តកំពង់ស្ពឺហើយដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីយើងមិនទាន់ចេញពីកំពង់ស្ពឺមកករណីទៀតគឺការជួញដូរផ្លូវភេទលើស្ត្រីនិងអនិច្ចជនគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរមិនអាចអត់ឱនបាននៅក្នុងនោះការចុះបង្ក្រាបការប្រតិបត្តិការបង្ក្រាបទីតាំងសញ្ចារកម្មនិងបេសកចារនៅអាហារដ្ឋានយីហោឫស្សីព្រៃ444និងផ្ទះសំណាក់យីហោឆៅសុភ័ក្រក្នុងស្រុកបោះសាទខេត្តកំពង់ស្ពឺកាលពីថ្ងៃទី2មិថុនាឆ្នាំ2026កន្លងទៅថ្មីនេះបានបង្ហាញឲ្យឃើញនៅភាពអសិលធម៌នឹងការមើលស្រាលច្បាប់យ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់អាជីវកម្មអ្វីដែលគួរឲ្យសង្វេគបំផុតនោះគឺការរកឃើញអនិច្ចជនចំនួន10នាក់ក្នុងចំណោមនារីរងគ្រោះ18នាក់ដែលត្រូវបានកេងប្រវ័ញ្ចផ្លូវភេទប្រតិបត្តិការដ៏ក្តៅគគុកនេះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍តូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺនិងការសម្របសម្រួលពីលោកស្រីធៀមច័ន្ទពីលីកាព្រះរាជអាជ្ញារងនៃអាយកាអមសាលាដំបងខេត្តកំពង់ស្ពឺកម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តអំពើសញ្ចារកម្មនិងបេសកចារខុសច្បាប់ពីកន្លែងរួមមានអាហារដ្ឋានយីហោឫស្សីព្រៃ444ស្ថិតនៅភូមិផានឃុំទួលអំពិលស្រុកបោះសែតទី2ផ្ទះសំណាក់យីហោឆៅសុភ័ក្រស្ថិតនៅភូមិត្រពាំងទន្លាប់ឃុំទួលអំពិលស្រុកបោះសែតក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ4នាក់រួមមានម្ចាស់ផ្ទះសំណាក់ម្នាក់ម្ចាស់អាហារដ្ឋានម្នាក់មេការ2នាក់បន្ថែមពីនេះសមត្ថកិច្ចបានសង្គ្រោះនារីរងគ្រោះដោយការកេងប្រវ័ញ្ចផ្លូវភេទសរុបចំនួន18នាក់នៅក្នុងនោះមានអនិច្ចជន10នាក់បច្ចុប្បន្នជនសង្ស័យទាំង4នាក់ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់បាទប្រិមិត្តយើងព័ត៌មានចុងក្រោយយើងខ្លីៗចុះដោយសារដល់ម៉ោងឥឡូវហើយបាទកាយដីប្រទេសឃើញក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនដល់ទៅប្រមាណ22គ្រាប់ឯណោះបាទហេតុការណ៍នេះនៅបាត់ដំបងបាទប្រិមិត្តបាទក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ22គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទេសឃើញបាទយកអេសកាវ៉ាទ័រទៅកាយដីវេលាម៉ោង 7:30 នាទីថ្ងៃ3មិថុនានៅត្រង់ចំណុចបាទដំណាក់សាលាឃុំតាក្រៃស្រុកកំរៀងបាត់ដំបងហើយបើតាមការរាយការណ៍ពីឈ្មោះលុនមេងជួភេទប្រុសអាយុ29ឆ្នាំនៅភូមិឃុំកើតហេតុនឹងតែម្ដងបាទក្រោយជំនាញ
មន្ត្រីអង្គភាពស៊ីម៉ាក់ចុះទៅពិនិត្យជាក់ស្ដែងឃើញថាក្នុងនោះមានប្រភេទគ្រាប់ត្បាល់60 មីលីម៉ែត្រចំនួន12គ្រាប់ប្រភេទគ្រាប់ត្បាល់82 មីលីម៉ែត្រចំនួន10គ្រាប់បន្ទាប់មកប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពបាទដើម្បីធ្វើការដុតកំទេចចោលដូច្នេះរដូវវស្សាមកដល់បងប្អូនដែលមានដីស្រែចម្ការសូមមេត្តាប្រុងប្រយ័ត្នក្រែងលោមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់នៅក្នុងដីស្រែរបស់អស់លោកអ្នកប្រិមត្តទូរទស្សនិកជនជាទីគោរពជាទីមេត្រីបាទ